នៅតំបន់កៅផុសរបស់អ្នកអង្គញាំមុងរទ្ធីឃុំតាណៃស្រុកព្រៃនប់ខេត្តព្រះសីហនុនាយកចាត់ការទូតក្រុមហ៊ុនផលិតចំណីសត្វអាំភិកបតសម្ព័ន្ធក្រុមហ៊ុនមុងរទ្ធីគ្រប់លោកលីឡាវីលបានប្រាប់ក្រុមអ្នកសារព័ត៌មានថាចក្ខុវិស័យរបស់ក្រុមហ៊ុននឹងពង្រីកបង្កើនការចិញ្ចឹមសត្វលើគោកនិងសត្វនៅក្នុងទឹកឲ្យបានកាន់តែច្រើនដើម្បីបង្កើនការផលិតចំណីសត្វផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុកលោកថាតាមស្តង់ដារនៃរោងចក្រផលិតចំណីសត្វទាំងពីរអាចផលិតបាននៅក្នុង1ម៉ោង50តោននិងនៅក្នុងមួយឆ្នាំបាន350000តោនប៉ុន្តែបច្ចុប្បន្នរោងចក្រផលិតចំណីសត្វទាំងពីរដែលដំណើរការផលិតបាន2ឆ្នាំមកនេះហើយការផលិតបានត្រឹមតែជាង2000000តោននៅក្នុងមួយឆ្នាំប៉ុណ្ណោះដូច្នេះដើម្បីឈានឆ្ពោះរកការផលិតបានពេញលេញនៅក្នុងបរិមាណ35000តោនតាមការគ្រោងទុកក្រុមហ៊ុនបានពង្រីកការចិញ្ចឹមសត្វបន្ថែមពីលើការចិញ្ចឹមជ្រូកដែលមានស្រាប់ដូចជាសត្វមាន់និងសត្វនៅក្នុងទឹកដូចជាត្រីជាដើមលោកបានលើកឡើងថាការពង្រីកបរិមាណចិញ្ចឹមនេះមិនត្រឹមតែផ្គត់ផ្គង់ដល់ការចិញ្ចឹមនៅក្នុងស្រុកនោះទេតែថែមទាំងជួយបង្កើនការទិញចូលនៅផលិតផលកសិកម្មពីប្រជាកសិករដែលមានដូចជាពោតសណ្តែកសៀងនិងចុងអង្ករជាដើមក្រុមហ៊ុនក៏មានទស្សនវិស័យទៅលើវិស័យផ្សេងៗទៀតក្រៅពីជ្រូកមានត្រីមានមាន់ផ្សេងៗទៀតគឺតែគឺដើម្បីពង្រីកវិសាលភាពនៃតម្រូវការអាចប្រមូលទិញកសិផលបានកាន់តែច្រើនបើនិយាយពីការទិញកសិផលនៅក្នុងស្រុកមកដល់ពេលនេះក្នុងមួយឆ្នាំយើងប្រមូលទិញប្រមាណជា$40លាននៅក្នុងមួយឆ្នាំបាទប្រមាណជា130,000តោន12ទៅ130,000តោនកសិផលនៅក្នុងស្រុកនៅក្នុងនោះមានពោតប្រមាណជា8-9,000តោនវាមានឡើងចុះពីពោតចុងកជាវត្ថុធាតុដើមដែលយកមកកែចំនួនគ្នាអញ្ចឹងពេលដែលចុងកឡើងថ្លៃខ្លាំងយើងប្រើពោតច្រើនពេលដែលចុងកចុះថ្លៃច្រើនយើងបន្ថយពោតគឺប្រើចុងកព្រោះចុងកគុណភាពវាល្អជាងពោតបាទអញ្ចឹងពីនេះវាប្រើបានគ្នាអញ្ចឹងសួរថាប្រើមួយណា fix យើងអត់ fix ទេអញ្ចឹងមួយណាតម្លៃល្អយើងទិញមួយហ្នឹងច្រើនឡែកអ្នកអង្គញាំមុងរទ្ធីប្រធានក្រុមហ៊ុនមុងរទ្ធីគ្រប់បានបញ្ជាក់នៅគោលការណ៍ទិញថាការទិញចូលផលិតផលកសិកម្មពីប្រជាកសិករមិនមានការបញ្ចុះតម្លៃខុសពីទីផ្សារអន្តរជាតិទេក្រុមហ៊ុនទទួលទិញតាមការឡើងចុះរបស់ទីផ្សារអន្តរជាតិមានន័យថាក្រុមហ៊ុនចង់ជួយឲ្យកសិករបង្កើនការដាំដុះជាការពិតក្រុមហ៊ុនមុងរទ្ធីគ្រប់មិនចង់ទិញតម្លៃថោករហូតដល់កសិករដាំលែងកើតទេបើទិញរត់តែថោករហូតដល់កសិករដាំលែងកើតចុងថ្ងៃក្រោយរូបចាក់នោះมันបាត់អស់ហើយអញ្ចឹងកុំឲ្យច្រឡំថាប្រទាបតម្លៃរហូតដល់កសិករដាំលែងកើតមិនអញ្ចឹងគ្រាន់តែទៅតាមតម្លៃទីផ្សារអន្តរជាតិឡើងឬចុះទៅតាមនឹងតែប៉ុណ្្នឹងទេកសិផលទាំងអស់នោះដើម្បីសម្រេចចក្ខុវិស័យនៃការពង្រីកការចិញ្ចឹមសត្វនិងសត្វនៅក្នុងទឹកបន្ថែមនៅក្នុងតំបន់អភិវឌ្ឍកសិឧស្សាហកម្មអ្នកអង្គញាំមុងរទ្ធីនៅក្នុងជំហានដំបូងក្រុមហ៊ុនបានរៀបចំស្រះចិញ្ចឹមត្រីចំនួន37ស្រះដែលមានប្រភេទត្រីប្រាត្រីទីលាព្យានិងប្រភេទត្រីផ្សេងៗទៀតជាច្រើនការចិញ្ចឹមត្រីទាំងអស់នេះនឹងវិវត្តទៅដូចជាការចិញ្ចឹមជ្រូកដែរដោយមានការភ្ញាស់និងការបង្កាត់ពូជត្រីដោយខ្លួនឯងដើម្បីឈានទៅផ្គត់ផ្គង់នៅក្នុងទីផ្សារកាត់បន្ថយការនាំចូលត្រីពីបរទេស។